ត្រូវចាំកុំខឹងសបាខឹងអាចធ្វើឲ្យប្រាជ្ញាខ្លួនឯងចុកខ្សោយហើយកុំស្អប់សត្រូវខ្លួនឯងពីព្រោះគំនុំអាចធ្វើឲ្យខ្លួនឯងបាត់បង់ការសន្និដ្ឋានបើជ្រុលស្អប់សត្រូវខ្លួនឯងសុខចិត្តយើងប្រើប្រាស់គីវិញលើលោកនេះអ្នកក្លាហានមានច្រើនណាស់ហើយអ្នកមានឆន្ទៈធំក៏មានច្រើនដែរតែអ្នកសម្រេចកិច្ចការធំមានតិចណាស់ខ្ញុំយល់ម្រាមដៃ10នៅមានវែងមានខ្លីកុំថាឡាយមន្ត្រីនៅជាងតុម្យ៉ាងទៀតគ្រួសារណាក៏មានបញ្ហារបស់គេដែរ